បាទគុំមកកាន់ចន្ទរា Academy ចាថ្ងៃនេះដែរយើងនឹងបន្តជួបគ្នានៅក្នុងវីដេអូមេរៀនទី8កន្សោមពេជ្រដដែលណាអូនចាយើងដល់វីដេអូទី2ចាតោះអូនណាចាំអាចឲ្យនិយមលេងគូបានតោះតើអ្វីទៅជាកន្សោមពេជ្រខុសប្លែកពីកន្សោមលេខមិនទៅណាចាតោះអូនចូលរួមឆ្លើយទាំងអស់គ្នាផងចាកន្សោមពេជ្រគឺយើងមានលេខផងអថេផងហើយអថេនេះគេអូនអថេហ្នឹងចាអថេហ្នឹងគឺស្មើលើអក្សរហ្នឹងឯងអញ្ចឹងយើងពិនិត្យមើលអ្នកគ្រូបន្តថ្ងៃនេះគឺយើងនឹងដល់ការកំណត់ចំនួនតួហើយនឹងអថេរបស់កន្សោមពេជ្រហ្នឹងដោយសារតែវាមានលេខផងអក្សរផងហ្នឹងដែលហៅថាអថេហ្នឹងអញ្ចឹងយើងដល់កំណត់ចំនួនតួរបស់វាតើវាមានប៉ុន្មានតួហើយអថេវាមានប៉ុន្មានដែរចាតើកុំឲ្យយូរអូនពិនិត្យមើលឧទាហរណ៍ទាំងអស់គ្នាចាអញ្ចឹងយើងមានជាចែកជា3ប្រឡងតារាងយើងណាទី1យើងបង្ហាញពីកន្សោមពេជ្រទី2នោះគឺចំនួនតួនិងទី3គឺអថេចាអញ្ចឹងអូនពិនិត្យមើលខ្ទង់ករបស់យើងចាចំណុចករបស់យើងគឺយើងមាន3វាយចាអញ្ចឹង3វាយប៉ុន្មានតួដែរអូននឹងអូនពិនិត្យមើលអូនខ្លះថា1តួអូនខ្លះថា2តួ1តួអ្នកថា2តួហ្នឹងប្រហែលជាគិតថា3នេះផងវាយនេះផងនេះចុះអ្នកមួយតួមើលមិនអ្នកមួយតួចាអញ្ចឹងចំនួនតួរបស់កន្សោមពេជ្រហ្នឹងណាអូនគឺយើងកំណត់ទៅលើវាខណ្ឌគេសញ្ញាបូកដកគឺម្ដុំគឺមួយតួឯងចុះអូនពិនិត្យមើលខ្ទង់កយើងមានប៉ុន្មានដុំចាមានតែម្ដុំទេអញ្ចឹងចំនួនតួយើងគឺមានតែ1តួទេហើយអថេវិញអក្សរគឺអក្សរអីដែរអូនខ្ទង់កហ្នឹងចាគឺអក្សរវាយអញ្ចឹងអថេយើងគឺវាយខ្ទង់ខម្ដងអូនខ្ទង់ខយើងថាមួយតួយើងហ្នឹងគឺម្ដុំវាខណ្ឌសញ្ញាបូកដកនេះចុះអូនមើលយើងមានប៉ុន្មានដុំដែរចាគឺមាន3តួអថេយើងម្ដងអថេអក្សរមានអក្សរអីកន្លះចាមានអក្សរ x ហើយនឹង y x y វាអាចមានច្រើនកន្លែងអូនមើលតួទី1យើងក៏មាន x តួទី2យើង y ហើយតួទី3យើងមាន x ផង y ផងយើងអត់ទៅសេទាំងអស់ទេដោយសារតែវាដូចគ្នាយើងយកតែម្ដងទេអក្សរដែលដូចគ្នាអថេដូចគ្នាអញ្ចឹងសរុបឡើងវិញយើងមានតែ2អថេទេគឺ x និង y តោះខ្ទង់កអូនខ្ទង់កអូនណាឆ្លើយបានអាចចូលរួមឆ្លើយក្នុងឆាតផងក្នុង comment ផងយើងមានប៉ុន្មានតួដែរចាយើងក៏មាន3តួដែរត្រឹមត្រូវតោះអថេយើងគឺអក្សរអីខ្លះអូនចាយើងមានអក្សរ m មានអក្សរ n ហើយនឹងចានឹង z ត្រឹមត្រូវយើងមាន3អថេហ្នឹងចាហើយលើការ៉េពីលើនេះយើងអត់គិតទេអូនណាស្វ័យគុណណាដែលជានិទស្សនខាងលើយើងអត់គិតទេយើងចូលតែអក្សរទេចាតោះខ្ទង់ចុងក្រោយអូនចុងក្រោយយើងមានប៉ុន្មានតួដែរអូនពិនិត្យមើលយើងមានប៉ុន្មានដុំចាយើងមាន4តួតោះអថេយើងអូនអាចចុចឆ្លើយក្នុង comment បានអថេយើងគឺចា a b ហើយនឹង c ចាការកំណត់ចំនួនតួនិងអថេនេះគឺសំខាន់ណាស់នៅពេលដែលយើងរកតម្លៃរបស់កន្សោមហ្នឹងហើយលើពីហ្នឹងពេលដែលយើងកណនាម៉ានធីបូកដកណាអូនយើងត្រូវធ្វើការកណនាម៉ានធីបូកដកលើកន្សោមហ្នឹងជាយើងត្រូវស្គាល់តួហើយនឹងអថេវានឹងឲ្យច្បាស់ចាអញ្ចឹងថ្ងៃហ្នឹងយើងមកស្គាល់ចំនួនតួនិងអថេហ្នឹងអ្នកគ្រូមានកិច្ចការផ្ទះមួយសូមទាំងអស់គ្នាចូលរួមធ្វើឲ្យបានគ្រប់គ្នាណាបងប្អូនគ្នាអរគុណច្រើនក្នុងការទស្សនាជម្រាបលា